នៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបង្ហាញពីរបៀបនៅក្នុងការប្រើប្រាស់ tool សំខាន់ៗនៅក្នុងកម្មវិធី InShot ហើយដំបូងឡើយគឺខ្ញុំមកបង្ហាញថាហេតុអីបានជាខ្ញុំអត់រើសយកកម្មវិធី CapCut ហើយខ្ញុំរើសយកកម្មវិធី InShot យកមកប្រើកម្មវិធី CapCut មែនទែនទៅគឺវាមាន effect មាន tool ស្អាតៗនៅក្នុងការ edit វីដេអូច្រើនប៉ុន្តែគ្រាន់ថាពិបាកមួយគឺពាក់ព័ន្ធជាមួយនឹងភាសាខ្មែរគឺវាអត់សូវ support ក្នុងការប្រើប្រាស់ font ស្អាតៗអញ្ចឹងណាតែសម្រាប់កម្មវិធី InShot បើនិយាយពីថា tool effect គឺវាមិនចាញ់គ្នាប្រហែលទេសំខាន់ទៅលើភាពច្នៃប្រឌិតនៅក្នុងការប្រើប្រាស់របស់យើងហើយជាមួយនឹងការរៀបចំសាច់រឿងនៃវីដេអូទាំងមូលរបស់យើងឯងឲ្យវាមានភាពទាក់ទាញហើយអ្វីដែលសំខាន់មួយទៀតនោះគឺ font យើងអាចធ្វើការ upload font ខ្ជូតៗស្អាតៗយកមកប្រើប្រាស់បានចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយតម្លៃសម្រាប់តម្លៃនៅលើកម្មវិធី CapCut មួយខែយើងចំណាយខ្ទង់$8ហើយសម្រាប់កម្មវិធី InShot វិញគឺយើងចំណាយខ្ទង់ឆ្នាំមួយឆ្នាំខ្ទង់តែ$15ទេបើយើងគិតជាខែមួយខែ$4អញ្ចឹងវាតិចមែនតើសម្រាប់យើងនៅក្នុងការប្រើប្រាស់ឬក៏ផលិតវីដេអូវិញណាមួយឆ្នាំ$15ហ្នឹងគឺប្រើអស់សាច់ហើយគឺវាងាយស្រួលហើយចំណេញច្រើនហើយមួយវិញទៀតបើសិនជាយើងគិតថាយើងអត់ចង់ចាយលុយប្រចាំខែប្រចាំឆ្នាំទេយើងអាចប្រើ free ក៏បានដែរគ្រាន់តែថាវាអត់មានមុខងារfree tool effect ឬក៏ sticker អីច្រើនអញ្ចឹងណាហើយយើងអាចធ្វើការច្នៃទៅតាមការប្រើប្រាស់របស់យើងបានអត់ជាបញ្ហាទេប៉ុន្តែបើសិនជាយើងផលិតវីដេអូច្រើនយើងចាយលុយយើងរកលុយបានពីវាវិញច្រើនដែរវាអត់ជាបញ្ហាទេលុយប៉ុណ្ណឹងចំណាយមួយឆ្នាំទៅ$10ជាងអញ្ចឹងណាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាបើកកម្មវិធី InShot មកយើង select ពាក្យ video ហើយយើង select ពាក្យថា new បន្តមកទៀតយើងរើសយកវីដេអូដែលយើងចង់ធ្វើការ edit នៅលើវីដេអូហ្នឹងគឺវាមានអក្សរ InShot នៅលើវីដេអូដែលបងប្អូនទាំងអស់គ្នាអាចធ្វើការ remove logo InShot ចេញបានគ្រាន់តែអំឡុងពេលដែលយើង remove ហ្នឹងយើងត្រូវរងចាំពាណិជ្ជកម្ម1នាទី2នាទីអញ្ចឹងណាព្រោះថាយើងអត់បានចាយលុយអញ្ចឹងពេលយើងចូលដល់កន្លែងផ្ទាំងវីដេអូយើងត្រឡប់មកវិញគឺបងប្អូនទាំងអស់គ្នា select ពាក្យថា canvas នេះបងប្អូនទាំងអស់គ្នាមើលកន្លែង retro ហ្នឹងគឺវាជាទំហំនៃវីដេអូទៅតាមប្រភេទ size នៃ social media ឬក៏ទម្រង់ដែលយើងចង់បានបន្ទាប់មកទៀតកន្លែង zoom ហ្នឹងបើសិនជាវីដេអូរបស់យើងអត់ស្មើ size ទេយើងចុច full មកគឺវា zoom មកពេញបើយើងចុច fit មកគឺវា fit វីដេអូដើមចុច top ទៅវាឡើងលើហើយចុច bottom មកវាចុះក្រោមអញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹង background បងប្អូនទាំងអស់គ្នាអាចធ្វើការ blur background តាមវីដេអូដែលមានស្រាប់កម្រិតនៃ blur យើងអាចជ្រើសរើសបានហើយយើងអាចទាញ zoom in zoom out ទៅលើវីដេអូហ្នឹងទៅតាមការចង់បានរបស់យើងហើយសម្រាប់ background គឺវាមានពណ៌ច្រើននៅក្នុងការរើសបើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់ទម្រង់បែបណាបងប្អូនទាំងអស់គ្នាអាចរើស background ទម្រង់នឹងបានអត់ជាបញ្ហាទេចូលដល់ចំណុចមួយទៀតគឺ music ដែលបងប្អូនទាំងអស់គ្នាចុច music មកហើយចុចពាក្យថា music box នៅហ្នឹងគឺវាមានជាប្រភេទបទភ្លេងទៅតាមអាល់ប៊ុមsound នីមួយៗបងប្អូនទាំងអស់គ្នាអាចជ្រើសរើស sound ទៅតាមប្រភេទវីដេអូរបស់យើងឧទាហរណ៍ខ្ញុំជ្រើសរើសប្រភេទ vlog ហើយខ្ញុំ select sound មួយនេះបើខ្ញុំពេញចិត្តគឺខ្ញុំចុចពាក្យថា use បន្ទាប់មកទៀតខ្ញុំកាត់តម្រឹមដោយចុចពាក្យថា split ហើយចុចពាក្យ delete មកដើម្បីតម្រឹមបទភ្លេងហ្នឹងឲ្យស្មើជាមួយវីដេអូរបស់ខ្ញុំហើយវីដេអូហ្នឹងគឺយើងអាចធ្វើការបន្ថយ sound ឬក៏តម្លើង sound ទៅតាមនឹងបានហើយបងប្អូនក៏អាចធ្វើការ import ជាមួយនឹង music ឬមួយក៏ sound record ដែលយើងមាននៅក្នុងទូរស័ព្ទចូលមកបានដែរគ្រាន់ចុចពាក្យថា import ហើយ select បទភ្លេងឬក៏ sound record របស់យើងហ្នឹងចូលមកបន្ទាប់មកទៀតយើង select ពាក្យថា use ហើយយើងធ្វើការតម្រឹមបទភ្លេងរបស់យើងដោយចុចពាក្យថា split និង delete ហើយទាញវាឲ្យស្មើជាមួយនឹងវីដេអូដើមរបស់យើងផងដែរចូលមកដល់កន្លែង sound effect នេះគឺបងប្អូនចុចលើពាក្យ effect នេះមកគឺវាមាន sound ខ្លីៗពេញនិយមទៅតាមប្រភេទមួយហើយបងប្អូនទាំងគ្នាអាច select យកមក highlight នៅក្នុងវីដេអូរបស់យើងដើម្បីធ្វើឲ្យវីដេអូរបស់យើងកាន់តែមានភាពទាក់ទាញបន្ថែមទៀតដើម្បីទាញយកបងប្អូនទាំងគ្នាគ្រាន់តែចុចលើ sound ណាមួយហើយ select ពាក្យថា use វាជាការស្រេចឥឡូវខ្ញុំត្រឡប់មកវិញខ្ញុំលុបភ្លេង sound effect អីចេញទាំងអស់ហើយខ្ញុំចូលកន្លែងចំណុចsound record បងប្អូនទាំងអស់គ្នាចុចឲ្យកន្លែងសញ្ញា record នេះហើយយើងធ្វើការចុចប៊ូតុងក្រហមដើម្បីធ្វើការ record សំឡេងរបស់យើងហើយដើម្បីដកសំឡេងរំខានចេញបងប្អូនទាំងអស់គ្នាចូលមក denoise ដើម្បីធ្វើការដកសំឡេងរំខានចេញពីសំឡេងដើមដែលមានអូខេឥឡូវយើងចូលមកកន្លែង sticker ម្ដងកន្លែង sticker ហ្នឹងគឺបងប្អូនទាំងអស់គ្នាចុចសញ្ញារូបមនុស្សមកហើយចុចសញ្ញា sticker រូបមនុស្សបូកនេះមកគឺវាមាន sticker ជាច្រើននៅក្នុងការលេងអត់គិតថ្លៃទេហើយបើបងប្អូនទាំងអស់គ្នាចាយលុយទៀតគឺកាន់តែច្រើនប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាអត់ចាយលុយក៏អត់ជាបញ្ហាដែរគឺខ្ញុំមានបន្ថែមជូនជាមួយនឹង sticker អឺ green screen background ជាមួយរូបភាពស្អាតៗជាច្រើនដែលបងប្អូនទាំងអស់គ្នាអាចយកមកប្រើប្រាស់បានស្អាតៗអត់ជាបញ្ហាទេចូលមកដល់កន្លែង text នេះបងប្អូនទាំងអស់គ្នាអាចធ្វើការវាយអក្សរខ្មែរហើយបងប្អូនទាំងអស់គ្នា
អាចធ្វើការបដូរពណ៌អក្សរនៅក្នុងនោះគឺវាមានពណ៌ច្រើនប្រភេទហើយក៏ដូចជាវាមានពណ៌ឆ្លាស់គ្នាលាយស្អាតៗមែនទែនបងប្អូនទាំងគ្នាអាចសាកនៅក្នុងការប្រើប្រាស់បាននេះគឺជាប្រភេទពណ៌ដែលវាលាយគ្នាបងប្អូនទាំងគ្នាឃើញទេអត់ហើយសម្រាប់ពាក់ព័ន្ធជាមួយនឹង border ហ្នឹងគឺជាពណ៌នៅខាងក្រៅអក្សររបស់យើងចង់ highlight ពណ៌ខាងក្រៅអក្សររបស់យើងពណ៌អីអញ្ចឹងយើងធ្វើការ highlight បន្ថែមទៀតពីក្រៅមកហើយ shadow ហ្នឹងគឺស្រមោលនៃអក្សររបស់យើងចង់ដាក់ក៏បានយើងចង់អត់ក៏បានទៅតាមការពេញនិយមនិងការប្រើប្រាស់របស់យើងអញ្ចឹងណាហើយ glow នេះបងប្អូនអរគ្នាចង់ឲ្យវាជះ glow ទៅខាងក្រៅជះកម្រិតណាបងប្អូនអរគ្នាអាចទាញតាមនឹងទៅហើយ label ហ្នឹងគឺវាជាប្រអប់ពីខាងក្រៅអក្សររបស់យើងវាមានច្រើនទម្រង់ច្រើន style ច្រើនពណ៌នៅក្នុងការជ្រើសរើស capacity ហ្នឹងគឺបងប្អូនអរគ្នាអាចធ្វើអក្សររបស់យើងព្រាលខ្លាំងព្រាលតិចឬក៏ច្បាស់ខ្លាំងច្បាស់តិចអីចឹងណាយើងអាចធ្វើការទាញតាមនឹងបានហើយពាក់ព័ន្ធជាមួយនឹង font អក្សរគឺយើងមាន font អក្សរខ្ជូតជាច្រើនជាភាសាខ្មែរដែលបងប្អូនអរគ្នាអាចធ្វើការ import ចូលបានហើយរបៀបនៅក្នុងការ import ខ្ញុំនឹងប្រាប់នៅក្នុងវីដេអូបន្ទាប់ពី font ចូលមកសញ្ញាត្រេៗនេះវាជាប្រភេទ style អក្សរដែលបងប្អូនអរគ្នាអាចទាញអក្សរតូចធំទៅតាមនឹងឬមួយក៏អក្សរកោងចុះក្រោមកោងឡើងលើឬក៏បងប្អូនទាំងគ្នាចង់ទាញគម្លាតអក្សរលើក្រោមគម្លាតអក្សរឆ្វេងស្ដាំកម្រិតណាគឺយើងអាចធ្វើការទាញបានដូចនៅក្នុង Word អញ្ចឹងណាហើយចំណុចបន្ទាត់មូលហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចធ្វើឲ្យអក្សររបស់យើងគឺមានចលនាបានទៅតាម style មួយផ្សេងគ្នាវាអាច load វាអាចអីអញ្ចឹងណាហើយទាំងអស់ហ្នឹងគឺវា free ទេអត់មានគិតថ្លៃទេបងប្អូនត្រឡប់មកវិញចូលមកកន្លែង caption នេះគឺវាអត់ support ភាសាខ្មែរវា auto caption សម្រាប់ភាសាអង់គ្លេសអញ្ចឹងយើងប្រើការអត់បានទេត្រង់ចំណុចហ្នឹងហើយពាក់ព័ន្ធជាមួយនឹង detail សម្រាប់ detail នេះគឺបងប្អូនទាំងអស់គ្នាអាច select blur ចំណុចកន្លែងណាដែលយើងអត់ចង់បង្ហាញឲ្យគេឃើញហើយកន្លែង doodle រួញនេះគឺយើងអាចធ្វើការគូសវាសទៅតាម style ទៅតាមពណ៌ដែលយើងចង់បានហើយយើងក៏អាចធ្វើការលុបបានផងដែរចូលមកដល់ចំណុចមួយទៀតគឺ effect គឺវាមាន effect ច្រើនមែនទែនសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការប្រើប្រាស់ហើយក៏មាន free ក៏មានចាយលុយប៉ុន្តែ free ហ្នឹងក៏ល្មមគួរសមដែលយើងអាចយកមកប្រើប្រាស់បានផងដែរបងប្អូនទាំងអស់គ្នាអាច select មើលfilter ឬមួយក៏ effect មួយណាដែលវាមានពាក្យថា pro ពីលើហ្នឹងគឺអាហ្នឹងគឺចាយលុយហើយបើសិនជាអត់មានទេគឺអត់ចាយលុយទេណាគឺយើងអាចធ្វើការសាកល្បងប្រើប្រាស់បានចូលដល់ទម្រង់មួយទៀតគឺ AI effect នេះគឺបងប្អូនទាំងអស់គ្នា select មកគឺវាមានទម្រង់គូសពីខាងក្រៅរូបភាពរបស់យើងបែបហ្នឹងណាបងប្អូនទាំងអស់គ្នាអាចធ្វើការសាកល្បងទៅតាមទម្រង់មួយបានគឺវាមាន free ច្រើនដែរនៅក្នុងការប្រើប្រាស់ហើយនេះគឺជា style ដែលមានវាមានច្រើន style វាមានច្រើនទម្រង់ឲ្យយើងប្រើប្រាស់វាមានទាំងរូបភាព effect load ជុំវិញហ្នឹងវាមានទាំងស្រមោលមានទាំងអីចឹងណាអញ្ចឹងបងប្អូនអាចធ្វើការតេស្តសាកល្បងចំណាយពេលតេស្តសាកល្បងពីទម្រង់របស់វាមួយទៅដើម្បីយើងងាយស្រួលនៅក្នុងការប្រើប្រាស់នៅពេលដែលយើង edit វីដេអូឥឡូវយើងចូលមកដល់ចំណុច filter កន្លែង filter ហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចធ្វើការបដូរពណ៌រូបភាពរបស់យើងទៅតាមទម្រង់ពណ៌នីមួយៗ filter ដែលគេផ្ដល់ឲ្យយើងស្រាប់ណាអញ្ចឹងយើងអាចធ្វើការសាកល្បងប្ដូរទៅតាមទម្រង់ style ពណ៌មួយដែលបងប្អូនស្រឡាញ់ពេញចិត្តហើយវាមានទាំង free វាមានទាំងអត់ free អញ្ចឹងយើងអាច select តាមនឹងមកកន្លែងពាក្យថា adjust នេះបងប្អូនទាំងអស់គ្នាអាចធ្វើការ adjust ពន្លឺក៏ដូចជាចំណុចផ្សេងទៀតនៅក្នុងវីដេអូរបស់យើងអាហ្នឹងយើងសេរីខ្លួនឯងបន្ថែមបានអញ្ចឹងណាឥឡូវយើងត្រឡប់មកវិញយើងចូលកន្លែង pip កន្លែង pip ហ្នឹងគឺយើងធ្វើការដាក់រូបបញ្ចូលបន្ថែមទៀតឧទាហរណ៍ខ្ញុំជ្រើសរើសយករូបមួយនេះដែលវាមាន green screen ខ្ញុំធ្វើការ remove ខ្ញុំចូលពាក្យថា cut out នេះមកគឺវា auto remove background ឲ្យខ្ញុំជាការស្រេចខ្ញុំធ្វើការសេរីហើយខ្ញុំអាចធ្វើការដាក់ animation នៅលើរូបភាពនឹងបានផងដែរយើងចុចពាក្យថា animation នេះមកវាមាន style ជាច្រើន zoom in zoom out រត់ឆ្វេងរត់ស្ដាំទៅតាមអ្វីដែលយើងចង់បានចូលមកដល់ចំណុចមួយទៀតគឺ free cut ដែលបងប្អូនទាំងអស់គ្នាអាចធ្វើការកាត់វីដេអូយើងអាចកាត់ចំហៀងឬក៏យើងអាចកាត់ប្រឡោះកដាលឬក៏យើងអាចធ្វើការ split អីចឹងណាតែជាទូទៅគឺខ្ញុំប្រើអាកម្មវិធីមួយនេះគឺ split តែម្ដងគឺខ្ញុំ select មើលវីដេអូកន្លែងណាដែលខ្ញុំចង់កាត់ខ្ញុំដាក់បន្ទាត់កន្លែងហ្នឹងមកខ្ញុំចុច split មកឧទាហរណ៍ខ្ញុំចង់កាត់កដាលខ្ញុំ split មកខ្ញុំចុច delete កដាលនេះមកហើយវាជាការស្រេចអញ្ចឹងរួចរាល់ហើយជាទូទៅខ្ញុំប្រើ split បែបហ្នឹងឥឡូវខ្ញុំត្រឡប់មកសភាពដើមវិញហើយពាក់ព័ន្ធជាមួយនឹង speed បងប្អូនទាំងអស់គ្នាអាចធ្វើឲ្យវាលឿនយើងអូសទៅមុខទៅ
ហើយបើបងប្អូនអរគ្នាចង់ឲ្យវាយឺតបងប្អូនអរគ្នាទាញវាចុះមកក្រោមមកគឺវាយឺតវាលឿនតាមនឹងអញ្ចឹងណាហើយចំណែក animation នេះគឺបងប្អូនអរគ្នាចង់ឲ្យវីដេអូរបស់យើងគឺវាមានចលនាបែបម៉េចគឺបងប្អូនអរគ្នាអាច select ទៅតាម style នីមួយៗដែលមានស្រាប់បានផងដែរហើយកន្លែង crop នេះគឺបងប្អូនអរគ្នាអាចធ្វើការកាត់វីដេអូរបស់យើងបន្ថែមទៀតបានផងដែរហើយចំណុចកន្លែង mask គឺបងប្អូនអរគ្នាអាចធ្វើឲ្យវីដេអូរបស់យើងទៅតាមទំហំស៊ុំមូលឬក៏រូបបេះដូងឬក៏ត្រីកោណឬក៏អីអញ្ចឹងណាអានេះជាទូទៅគឺយើងប្រើសម្រាប់លក្ខណៈវីដេអូបង្រៀនហើយយើងមានដាក់មូលសម្រាប់ជារូបភាពរបស់យើងតូចនៅកន្លែងscreen ដែលគេធ្វើការបង្រៀនហ្នឹងហើយបើសិនជាយើងអត់ចង់បានបែបហ្នឹងទេយើងត្រឡប់មកវិញមកហើយចំណុចមួយទៀតគឺ capacity ហ្នឹងគឺបងប្អូនទាំងអស់គ្នាចង់ឲ្យវីដេអូរបស់យើងហ្នឹងមានសភាពស្រាលជាងមុនកម្រិតនេះបងប្អូនទាំងអស់គ្នាអាចធ្វើការបន្ថយតាមនឹងបានកន្លែង replace នេះបងប្អូនទាំងអស់គ្នាអាចធ្វើការ replace ដាក់វីដេអូថ្មីហើយកន្លែង duplicate ហ្នឹងគឺយើង double វីដេអូយើងជា2និយាយទៅដូចជា copy ផាសអញ្ចឹងណាហើយកន្លែង rotate នេះគឺបងប្អូនទាំងអស់គ្នាអាចធ្វើការ rotate វីដេអូរបស់យើងចុះក្រោមឡើងលើទៅតាមទម្រង់ដែលបងប្អូនទាំងអស់គ្នាចង់បានហើយកន្លែង freeze នេះគឺបងប្អូនទាំងអស់គ្នា select កន្លែងវីដេអូណាមួយដើម្បីបង្កើតជារូបស្លឹកជាទូទៅគឺគេប្រើសម្រាប់សម្រាយរឿងបង្កើតជារូបស្លឹកខ្លីៗកុំឲ្យវាជាប់ copyright អញ្ចឹងណាហើយបើសិនជាខ្ញុំធ្វើវីដេអូអញ្ចឹងកន្លែងណាខ្ញុំនិយាយអត់ទាន់គឺខ្ញុំចុចកន្លែង freeze នឹងដែរដើម្បីឲ្យវាទាន់ជាមួយនឹងសាច់រឿងវីដេអូហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹង reverse ហ្នឹងវាលក្ខណៈថាបញ្ច្រាស់វីដេអូយើងមកវិញណាឧទាហរណ៍ថាវីដេអូរបស់យើងដើរទៅមុខដល់ពេលដែលយើងចុច reverse ទៅវាធ្វើឲ្យវីដេអូរបស់យើងដើរថយក្រោយវិញអញ្ចឹងណាប៉ុន្តែសម្រាប់វីដេអូនេះពេលខ្ញុំចុច reverse ទៅវាមើលទៅវាព្រាលវាពិបាកចាប់បានថាវាបញ្ច្រាស់គ្នាអញ្ចឹងសម្រាប់កន្លែងមុខងារ reverse នេះបងប្អូនទាំងអស់គ្នាអាចសាកល្បងខ្លួនឯងឬមួយក៏ខ្ញុំនឹងធ្វើវីដេអូបង្ហាញផ្សេងពីមុខងារ reverse នេះគ្រាន់តែចង់បញ្ជាក់ផងដែរថា reverse ហ្នឹងគឺវាត្រឡប់វីដេអូរបស់យើងបើសិនជាវីដេអូរបស់យើងដើរទៅមុខគឺវា reverse មកថយក្រោយអញ្ចឹងណា